សួស្តីមីមេឥឡូវថ្ងៃនេះយើងចេញដងវត្តទៀតហើយចេញវត្តត្រៃរៀលទៀតហើយនៅខាងដើមព្រឹកថ្ងៃនេះដោយសារខ្យល់ពេកខ្ញុំលេងបានប្រើប៉ោលទេខ្ញុំលេងផ្លែអានោងដាក់ប្លេច10បាតដីអញ្ចឹងយើងចាំមើលអ៊ុតលទ្ធផលនៅពេលល្ងាចថាបានប៉ុណ្ណាប៉ុណ្ណៃដែរអូខេសួស្តីមីមេឥឡូវយើងមកដល់ផ្ទះវិញណាសរុបលទ្ធផលទូចវត្តយើងថ្ងៃហ្នឹងបានប៉ុណ្ណឹងហើយខាងដើមរឹសហើយបានត្រីចកែងនឹង2ដែរហើយអាធំហ្នឹងប្រហែលជា4ថ្រាប់ដៃអាទូចហ្នឹងប្រហែលជា3ថ្រាប់ដៃហើយអាហ្នឹងមិនដឹងជាត្រីសឬក៏ត្រីខ្នងវែងទេខ្ញុំអត់ច្បាស់ដូចគ្នាជារួមស្គាល់អត់សូវច្បាស់អាហ្នឹងដូចជាបាន2ក្បាលប៉ុនគ្នាធំឡទៀតណាត្រីនេះហើយដូចជាបានកូនត្រីកទីក្រហមនេះមួយដែរអានេះមិនដឹងជាត្រីកត់ប៉ាក់ឬក៏ត្រីអីទេខ្ញុំអត់ច្បាស់ក្រៅប៉ុណ្ណឹងគឺយើងបានត្រីរៀលប្រហែលជាជាង10ក្បាលដែរដល់សរុបទៅប្រហែលជាចូល1គីឡូតិចតួចត្រីហ្នឹងអញ្ចឹងស្រាប់លទ្ធផលថ្ងៃទី8ខែ6 2025ហ្នឹងខ្ញុំបានប៉ុណ្ណឹងហើយលេងទូចព្រាត់យីរុំខ្ញុំលេងពេលប្រើប៉ោលពីព្រឹកវាអត់ទៅស៊ីហើយគេអ្នកលេងចិត្តខាងហ្នឹងគេប្រើផ្លែអានោងដាក់ជើបរហូតដល់ថ្ងៃមក10ជាងហើយបានខ្ញុំលេងផ្លែអានោងតាមគេកុំអីអំបិលមកផ្ទះបាត់